ពីដូចជា40ឆ្នាំមុនដែលប្រទេសយើងកំពុងតែមានសង្គ្រាមហើយបទនេះគឺបានតែងឡើងនៅក្នុងប្រទេសកម្ពុជាយើងឥឡូវនេះថ្ងៃនេះគឺនាងខ្ញុំបានរំលឹកយកបទទាំងពីរនេះមកច្រៀងជូនបងប្អូនទាំងអស់គ្នាជាសម្ដាប់ហើយយើងរំលឹកឲ្យដឹងគុណចំពោះយោធាយើងទាំងអស់គ្នាចាអញ្ចឹងសូមស្ដាប់ដូចតទៅឲ្យបទនេះខ្ញុំច្រៀងពីរអ្នករួមគ្នាជាមួយបងខៀនចាអញ្ចឹងសូមស្ដាប់ចាអរគុណ